សួស្តីបងប្អូនថ្ងៃនេះចង់មកមើលពីចម្ការចន្ទីអានេះខ្ញុំដាំ10ម៉ែត្រក្នុងមួយដើមពីដើមមួយទៅដើមមួយ10ម៉ែត្រចាំដើមផ្កាយផ្កាបដាបដាយនេះដាំដីកន្លែងតាទេហ្នឹងតែបានកើតតែដីទួលហ្នឹងនៅទំនាបទឹកពេកដូចជាអត់សុខកើតតនេះខូចអស់មួយដើមបងប្អូននេះលើវាស្ទើរទឹកតិចដល់វាចំផ្កាក្តឹបអត់សូវល្អនេះពូជក្របធំសាច់ខាងលើតូចសួស្តីបងប្អូនឥឡូវហ្នឹងចេញពីចការនោះហើយឥឡូវយើងមកចការខាងនេះដាំតែដូចជាអត់ល្អដូចយើងធ្វើតាក់តែងមេឃបាញ់ថែសត្វល្អិតដាក់ជីនេះដាក់តាំងទីเราต้องឈីមកលេងណាចៅមកលេងអូសួស្តីណាចៅណាមានចៅឆ្លោះចឹងអត់មានបងប្អូនលើទៀបប្រាំងដាំដោយបានផ្លែហើយស្វាយក៏ផ្លែដែរចឹងណាតែចំណែកល្ហុងអត់លេងបងប្អូនមើលបងប្អូនមកជួយណែនាំទៅមើលល្ហុងគេធ្វើមិនបានផ្លែខ្ញុំដល់មកតដើមរហូតប៉ុណ្ណានេះក្រូចខ្លុងក៏អត់ផ្លែអញ្ចឹងការថតបង្ហាញថ្ងៃនេះគឺចង់សូមណែនាំនិងសូមយោបល់ពីបងប្អូនដែលមានបទពិសោធន៍ណាជួយចែករំលែកដល់ខ្ញុំផងឥឡូវខ្ញុំតែធ្វើជាការទេលើកទី1អីចឹងថាតែធ្វើបានផ្លែច្រើនយើងធ្វើប្រើប្រាស់អីខ្លះប្រើប្រាស់ជីអ្វីខ្លះបានផ្លែឥឡូវនេះមកចការទី2ការទី2គឺចការនៅជាប់ផ្ទះហ្មងបងប្អូនមើលដល់នៅជាប់ផ្ទះអត់ល្អដូចនៅឆ្ងាយសោះហ្នឹងដីដូចជាជិតជើងភ្នំទំនាបមកទំនាបទឹកពេកហើយដាំច្រើនដើមឡងងាប់អស់ឡើងវាលនៅសល់ទៅនោះតិចដូងក៏អត់ល្អដែរបងប្អូនមើលដូងស្អីស៊ីស្លឹកអស់លីងហើយបែរនេះដាំជួសថ្មីប៉ុណ្ណឹងអត់ល្អទេនៅត្រែនៅនឹងជាចំជោគជ័យបានស្វាយបងប្អូនមើលស្វាយនឹងច្រើនស្
ស្វាយយប់ឡើងខ្ញុំបោកទៀតបងប្អូនហើយដល់ចឹងជួយណែនាំពីការកម្ចាត់ខ្ញុំផងអាចខមមិនបាននៅក្នុងហ្នឹងណាអរគុណបងប្អូនដែលបានជួយណែនាំសូមអរគុណសូមជម្រាបលាសុខសប្បាយទាំងអស់គ្នា